រាជរដ្ឋាភិបាលកម្ពុជាកំពុងបោះជំហានសំខាន់មួយក្នុងវិស័យសំណង់ដោយពិភាក្សាលើការកំណត់និងគ្រប់គ្រងការប្រើប្រាស់សារធាតុអាសបេស្តូសដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនិងបរិស្ថានថ្ងៃនេះអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពីការវិតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្តូសកាលពីថ្ងៃទី2ខែមេសាឆ្នាំ2026នៅទីស្តីការក្រសួងដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាល់អាសបេស្តូសគឺជាសារធាតុដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មសំណង់ជាពិសេសនៅក្នុងសម្ភារៈដំបូលសម្ភារៈអ៊ីសូឡង់កម្រាលវាយនភ័ណ្ឌនិងផលិតផលផ្សេងៗទៀតវាមានលក្ខណៈពិសេសធន់នឹងភ្លើងគីមីនិងការប្រេះបែកដែលធ្វើឲ្យវាមានអាយុកាលយូរនិងសមស្របសម្រាប់បរិយាកាសកម្ដៅខ្ពស់យ៉ាងណាក៏ដោយផលប៉ះពាល់ចំពោះសុខភាពបានក្លាយជាក្តីព្រួយបារម្ភធំមួយព្រោះបើមនុស្សស្រូបអាសបេស្តូសចូលទៅក្នុងប្រព័ន្ធដង្ហើមវាអាចបង្កជំងឺធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់ជីវិតជាក់ស្ដែងនៅប្រទេសអូស្ត្រាលីមនុស្សប្រមាណពី3000ទៅ4000នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែការប៉ះពាល់ពីសារធាតុនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាល់បានគូបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងហានិភ័យនេះក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានសហការជាមួយប្រទេសអូស្ត្រាលីដើម្បីផ្សព្វផ្សាយអំពីភាពគ្រោះថ្នាក់នៃសារធាតុអាសបេស្តូសព្រោះអូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗដែលងាយរងគ្រោះខ្លាំងបំផុតលើពិភពលោកដោយសារសារធាតុអាសបេស្តូសទន្ទឹមគ្នានេះផងដែរក្រសួងរៀបចំដែនដីកំពុងដាក់ចេញវិធានការតឹងរ៉ឹងក្នុងការកំណត់និងគ្រប់គ្រងសារធាតុអាសបេស្តូសក្នុងគ្រឿងបង្គុំនិងសម្ភារៈសំណង់មួយចំនួនគោលដៅគឺកាត់បន្ថយការប្រើប្រាស់និងឈានទៅលុបបំបាត់ការនាំចូលសារធាតុដ៏គ្រោះថ្នាក់នេះព្រមទាំងធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈការពារបរិស្ថាននិងលើកកម្ពស់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស